សុវណ្ណគឺជាបុគ្គលិកក្រុមហ៊ុនម្នាក់ដែលទើបតែផ្លាស់មកធ្វើការនៅទីរួមខេត្តមួយដោយសារចង់សន្សំលុយគេបានសម្រេចចិត្តជួលបន្ទប់មួយនៅក្នុងអគារចាស់មួយកន្លែងសុវណ្ណឈរនៅមុខអគារស្នាក់នៅចាស់មួយដែលលាបពណ៌លឿងស្លេកម្ចាស់ផ្ទះដៃជាបុរសចំណាស់មុខមាំបានហុចសោបន្ទប់លេខ303ឲ្យគេដោយប្រាប់ថាតម្លៃជួលត្រឹមតែ$50ក្នុងមួយខែសុវណ្ណសប្បាយចិត្តនឹងតម្លៃនេះណាស់តែគេមិនបានចាប់អារម្មណ៍ថាម្ចាស់ផ្ទះប្រញាប់ដើរចេញទាំងមិនហ៊ានងាកមើលទៅជាន់ទី3ឡើយពេលចូលដល់បន្ទប់សុវណ្ណចាប់ផ្ដើមបោសសម្អាតនៅពេលគេទាញទូខោអាវចាស់ចេញគេបានរកឃើញសក់ក្បាលវែងៗមួយដុំនិងរូបថតចាស់មួយសន្លឹកដែលមានរូបស្រីស្អាតម្នាក់ប៉ុន្តែផ្ទៃមុខក្នុងរូបថតនោះត្រូវបានគេយកមកជឿឆ្កូតចេញរហូតមើលលែងស្គាល់យប់ដំបូងខណៈពេលសុវណ្ណកំពុងញ៉ាំបាយស្រាប់តែមានក្លិនស្អុយរលួយភាយចេញពីក្នុងបន្ទប់ទឹកគេបានដោះលាងនិងបាញ់ទឹកអប់សម្លាប់មេរោគយ៉ាងណាក៏ក្លិននោះមិនបាត់ដែរក្លិននោះកាន់តែធំទៅរហូតដល់ថ្នាក់ធ្វើឲ្យគេចង់ក្អួតម៉ោង1អាធ្រាត្រសុវណ្ណកំពុងលង់លក់ស្រាប់តែមានទឹកត្រជាក់ស្រក់ចំថ្ងាគេតក់គេបើកភ្នែកឡើងបញ្ចាំងពីលទៅពេដានតែពេដានស្ងួតជីប៉ុន្តែនៅលើកម្រាលពូកបែរជាមានស្នាមទឹកពណ៌ខ្មៅរំអិលធំឡើងដូចជាឈាមដែលកក់យូរសុវណ្ណដើរចូលបន្ទប់ដើម្បីលាងមុខពេលគេអោនចក់លាងមុខរួចងើបសម្លឹងមើលកញ្ចក់គេឃើញស្រមោលមនុស្សស្រីឈរនៅពីក្រោយខ្នងគេក្នុងកញ្ចក់តែនៅពេលគេងាកក្រោយភ្លាមទីនោះគឺទទេស្អាតពេលគេងាកមកមើលកញ្ចក់វិញស្រមោលនោះបានមកឈរនៅពីមុខគេក្នុងកញ្ចក់កំពុងយកក្បាលបោកនឹងកញ្ចក់យ៉ាងខ្លាំងផាំងសុវណ្ណរត់មកដេកលើគ្រែទាំងញ័រខ្លួនស្រាប់តែខ្លួនប្រាណគេរឹងកំព្រឹកមិនអាចគំរើបានគេមានអារម្មណ៍ថាមានទម្ងន់ធ្ងន់មហិមាកំពុងអង្គុយលើទ្រូងគេពេលគេខំប្រឹងបើកភ្នែកគេឃើញសក់វែងកំពុងធ្លាក់គ្របមុខគេហើយមានសម្លេងដកដង្ហើមស្អកខ្សឹបក្បែរត្រចៀកថាកន្លែងអញដោយក្តីអស់សង្ឃឹមសុវណ្ណបានរើបំរាស់រហូតធ្លាក់ពីលើគ្រែពេលគេដួលថ្ងាទៅនឹងការ៉ូភ្នែករបស់គេបានសម្លឹងចោលទៅក្រោមគ្រែនៅទីនោះគេបានឃើញភ្នែកមនុស្សមួយគូដែលក្រឡេកសម្លឹងមកគេម្ចាស់ភ្នែកនោះចាប់ផ្ដើមវាចេញមកយឺតនាងគ្មានធ្គាមក្រោមទេហើយអណ្ដាតរបស់នាងលយចេញមកក្រៅវែងអន្លាយក្នុងភាពភ័យខ្លាចសុវណ្ណបានយកដំបងវាយទៅលើជញ្ជាំងដែលធំក្លិនស្អុយខ្លាំងបំផុតជញ្ជាំងថ្មដែលចាស់ទ្រុឌទ្រោមបានបែកជាងជាប្រហោងពីក្នុងប្រហោងនោះសាកសពមនុស្សស្រីដែលត្រូវបានគេសម្លាប់ញាត់ចូលក្នុងជញ្ជាំងបានដួលសន្ធប់មកដីចំពីលើខ្លួនរបស់សុវណ្ណតែម្ដងសុវណ្ណរុញសាកសពនោះចេញរួចស្ទុះទៅបាក់ទ្វារតែទ្វារបន្ទប់303ហាក់ដូចជាធ្វើឲ្យគេផ្សារជាប់គេបានឮសំឡេងយំសស្រាក់និងសំឡេងសើចក្អកក្អយពេញបន្ទប់វិញ្ញាណខ្មោចស្រីនោះបានហោះមកត្របាក់យកសុវណ្ណសម្រាប់ចិត្តលោតចេញតាមបង្អួចជាន់ទី3ដើម្បីសង្គ្រោះជីវិតព្រឹកឡើងគេបានរកឃើញសុវណ្ណសន្លប់នៅដីប៉ូលីសបានឆែកឆេរហើយរកឃើញថាម្ចាស់ផ្ទះជួលគឺជាឃាតករដែលសម្លាប់ស្រីស្នេហ៍ញាត់ក្នុងជញ្ជាំងទោះបីជាសុវណ្ណរស់ជីវិតប៉ុន្តែនៅលើយកដៃរបស់គេមានស្នាមរាមដៃ5ពណ៌ខ្មៅចាមដែលទួតដកលាងឬស្រោចទឹកមុនយ៉ាងណាក៏មិនបាត់ដែរវាជាសញ្ញាថានាងនឹងតាមជានិច្ច